នេះជាពេលវេលាសម្រាប់តម្រង់ទិសរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់លើការកំណត់ចំណុចរួមនិងឯកភាពគ្នាដើរតាមកន្លងនេះក្នុងការធ្វើកិច្ចការនគររូបនីយកម្មដែលជានិមិត្តរូបនៃការរីកលូតលាស់និងការរស់រានមានជីវិតរបស់កម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែសំអើបានថ្លែងអំណរគុណមូលនិធិជប៉ុនសម្រាប់វិបុលភាពនិងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានផ្ដល់ការគាំទ្រក្នុងគម្រោងគាំទ្របច្ចេកទេសនិងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដីនិងនគររូបនីយកម្មនេះគម្រោងនេះបានផ្ដល់ការគាំទ្របច្ចេកទេសលើកិច្ចការពីរសំខាន់គឺការកសាងផែនការនិងសមត្ថភាពក្នុងផ្នែករៀបចំដែនដីនិងនគររូបនីយកម្មហើយផ្ដើមចេញពីគម្រោងនេះជាប្រទីបបំភ្លឺផ្លូវលើការរៀបចំកម្ពុជាឲ្យទៅជាកម្ពុជាមាតុភូមិខ្ញុំបណ្ដុះគំនិតឲ្យប្រជាជនស្រឡាញ់ទឹកដីនិងជាតិនិយមដោយធ្វើការកំណត់អត្តសញ្ញាណរបស់ជាតិយើងព្រមទាំងរៀបចំដែនដីនិងសេដ្ឋកិច្ចកម្ពុជានេះបើយើងទៅតាមកម្មវិធីសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេសនិងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដីនិងនគររូបនីយកម្មនាថ្ងៃទី27ខែមីនាឆ្នាំ2025នេះ